នុញ្ញាតចាប់ផ្ដើមកម្មវិធីនិងសូមចាស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់កម្មវិធីបើក Technovation Girl កម្ពុជានិងអនាគតទេពកោសល្យ Digital 2025 ចាដើម្បីចាប់ផ្ដើមកម្មវិធីនាងខ្ញុំក៏សូមអនុញ្ញាតចាគ្រប់អញ្ជើញលោកពីដាវលីដែតចាជានាយកប្រតិបត្តិក្រុមហ៊ុន Tech for Kids Academy ចាអញ្ជើញមានមតិស្វាគមន៍នៃកម្មវិធីចាសូមគោរពអញ្ជើញក្នុងឆ្នាំ2025នេះជាឆ្នាំទី1ហើយដែលក្រុមការងាររៀបចំសម្រាប់អនុញ្ញាតឲ្យសិស្សប្រុសអាចចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលនិងប្រកួតប្រជែងនេះបានដោយផ្សារភ្ជាប់កម្មវិធី Technovation Girl កម្ពុជាទៅនឹងកម្មវិធីអនាគតទេពកោសល្យ Digital ដែលនឹងប្រព្រឹត្តទៅចាប់ពីខែនេះរហូតដល់ចុងខែ5បាទដែលស្មើនឹង12សប្តាហ៍ខ្ញុំក៏សម្គាល់ឃើញថាកម្មវិធី Technovation កម្ពុជានៅថ្ងៃនេះគឺជាកម្មវិធីមួយដែលមានសក្តានុពលនិងបានដើរតួនាទីយ៉ាងសំខាន់និងជាកម្លាំងចលករមួយយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ការអប់រំតាមបែប Digital នៅកម្ពុជាជាពិសេសគឺការគ្រប់គ្រងនិងលើកទឹកចិត្តក្មួយៗជាកុមារីជាយុវនារីនៅខាងក្នុងវិស័យបច្ចេកវិទ្យានិងសហគ្រិនភាពដែលមានអាយុចាប់ពី8ឆ្នាំទៅដល់18ឆ្នាំតាមរយៈនៃការបណ្ដុះគំនិតក្មួយៗឲ្យបានយល់ដឹងដើម្បីបង្កើនទំនុកចិត្តនិងមានសេចក្តីក្លាហានក្នុងការជ្រើសរើសយកវិស័យបច្ចេកវិទ្យាជំនាញសម្រាប់បន្តការសិក្សានាពេលអនាគតបើអ្នកណាអត់ចេះបច្ចេកវិទ្យាទេអ្នកនោះនឹងនៅពីក្រោយគេហើយអ្នកនោះនឹងមិនមានគេថា advantage នៅក្នុងការធ្វើការងារការរៀនសូត្រទេដូច្នេះអនាគតរបស់យើងគឺបច្ចេកវិទ្យានៅជាមួយយើងរហូតចឹងហើយបានជាយើងឃើញថាឥឡូវនេះជាបណ្ដាយុវជនរបស់យើងចូលរួមប្រកួតប្រជែងនៅវេទិកាផ្សេងនៅព្រឹត្តិការណ៍ផ្សេងបាទហើយមានពេលខ្លះយើងទៅដល់កម្រិតតំបន់ក៏ដូចជាកម្រិតពិភពលោកខ្ញុំអាចសូមសួរបងអ្នកលោកគ្រូស្គាល់កម្មវិធី Technovation Cambodia តាមណាដែរបាទខ្ញុំស្គាល់កម្មវិធី Technovation Cambodia នេះតាមរយៈក្រសួងអប់រំហើយនិងតាមរយៈគេហៅថាក្រុមការងាររបស់ Tech Academy ដែរអញ្ចឹងណាបាទមិនបានអ្នកគ្រូសម្រាប់ចិត្តឲ្យកូនសិស្សអ្នកគ្រូចូលមក Technovation នឹងធម្មតាសម័យនេះគឺជាសម័យបដិវត្ត Digital អញ្ចឹងកាលណាយើងត្រូវផ្ដល់ឱកាសឲ្យសិស្សដែលគាត់មានចំណាប់អារម្មណ៍នឹងមានឱកាសអញ្ចឹងយើងត្រូវផ្សព្វផ្សាយពួកគាត់ឲ្យបានច្រើនដែលអាចទៅធ្វើទៅបានហើយយើងជ្រើសរើសអ្នកណាដែលគាត់មានចំណាប់អារម្មណ៍អូនធ្លាប់ស្គាល់ Technovation មកពីមុនអត់ខ្ញុំអត់ដែរធ្លាប់ឮហងបងតែឮតែលើកទី1និយាយទៅខ្ញុំរៀនរយៈពេលវិទ្យាល័យហ្នឹងពេញ6ឆ្នាំតែខ្ញុំទៅលើពេលខ្ញុំរៀនទី12អញ្ចឹងអូនគិតមិនដែរពីកម្មវិធី Technovation Cambodia ហ្នឹងសម្រាប់ខ្ញុំហ្មងកម្មវិធី Technovation ហ្នឹងវាមានអត្ថប្រយោជន៍ច្រើនតាមតែអីដែលខ្ញុំស្ដាប់ទៅវាជាកម្មវិធីមួយដែលផ្ដល់ផលប្រយោជន៍ទៅដល់សិស្សានុសិស្សគ្រប់រូបមិនថាពួកគាត់នៅក្នុងកម្រិតបឋមសិក្សាឬក៏កម្រិតវិទ្យាល័យឬក៏អនុវិទ្យាល័យទេមានន័យថាកម្មវិធីហ្នឹងវាអាចផ្ដល់ផលប្រយោជន៍ឲ្យគាត់ច្រើននៅក្នុងការយល់ដឹងក្នុងការបង្កើតអាជីវកម្មពីយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារការងារផ្សេងដែលជាប្រយោជន៍ទៅដល់សម្រាប់ពួកគាត់នៅពេលអនាគត